បាទសិស្សមកបងនេះតាក់ទងទៅនឹងវីដេអូបាទតាក់ទងទៅនឹងបាទសម្រួលទៅដល់ការ copy បាទឬក៏បាទនៅពេលដែលយើងបាទ copy ទៅវារៀងយឺតវារៀងអីចឹងបងណាបាទពេលខ្លះវាអាចមកពីបាទទៅជាប់បាទតាក់ទងទៅនឹងបេះអីចឹងទៅបាទអញ្ចឹងបាទឬក៏បាទវាស្មើនឹងហាយអញ្ចឹងបាទឡៃ copy ហ្នឹងអញ្ចឹងឡៃកំណត់បាទនឹង reset all setting អញ្ចឹងវីដេអូនេះគឺខ្ញុំបាទបញ្ជាក់បាទតាក់ទងទៅនឹងកន្លះបន្តិចបាទសិនក្នុងករណីយើងមានបាទបញ្ហា copy ទៅវារៀងយឺតឬ print យឺតអីចឹងបងណាបាទពេលខ្លះវាអាចជាប់អញ្ចឹងដែរអញ្ចឹងបាទអញ្ចឹងធ្វើតាមការណែនាំទៅបើសិនក្នុងពេលខ្លះវាអាចថាយើង print យូរចឹងទៅវាដែរយឺតអីជាដើមអញ្ចឹងបងណាបាទអញ្ចឹងសម្រាប់បាទ model ហ្នឹងគឺ PHM 5041S អញ្ចឹងយើងទី1គឺយើងចូលបាទនេះមកបាទចូលវាមកបាទនេះបាទអញ្ចឹងឡើយហ្នឹងគឺបាទ quality របស់វានេះបាទ quality ហើយនឹងចូលគាត់មកវាមានបាទតាមហ្នឹងអញ្ចឹងយើងអាចបាទបើជាទូទៅបោះវាមកហ្មងគឺវាបាទ take image នេះបាទ take នឹង image នេះបាទយើងអាចពេលខ្លះវាអាចជាប់នេះអញ្ចឹងបាទអញ្ចឹងកុំយកបេះហ្នឹងបាទឬក៏មួយទៀតយើងយកទៅ take នេះក៏បានដែរបាទប៉ុណ្ណឹងមកគឺយើងចេញវិញមកបាទចេញវិញមកបន្តមកគឺមួយទៀតយើងទៅ reset all setting បាទនេះបាទចុចចូលនឹងមកបន្តមកគឺបាទយើង scroll វាមកខាងក្រោមមកបាទចុចមកខាងក្រោមមកបាទសិនទៅបាទចុចខាងក្រោមមកបាទនេះឡើយនេះគឺយើងយកបាទតាក់ទងទៅនឹងបាទ system administration ហ្នឹងបាទចុចតុកមកបាទហើយខាងហ្នឹងយើង scroll វាទៅខាងក្រោមនេះដែរបាទហ្នឹងគឺយើង clear ចោលហ្មងបាទ clear ចោលបាទនេះ reset all setting នេះបាទអញ្ចឹងយើងឃើញមានណាបាទ clear នេះ clear all data and setting នេះបងប្អូនណាបាទកន្លែងនេះគឺបាទជាកន្លែងមួយដែលអាចធ្វើឲ្យម៉ាស៊ីនរបស់យើងគឺដើរ smooth បាទដើរ smooth ឬក៏អាចថាជួយសម្រួលនៅពេលដែលយើង print យូរទៅវាបាទដើរយឺតអាចយើងមានបាទភ្ញៀវគាត់បាទធ្លាប់ជួបបញ្ហាបាទបែបហ្នឹងដែរអញ្ចឹងបងណាបាទដោយសារតែគាត់យកទៅបាទ model ហ្នឹងយកទៅរត់ទៅលើបាទតាក់ទងទៅនឹងបាទប្លង់ដីប្លង់អីចឹងបាទអញ្ចឹងភ្ញៀវគាត់ច្រើនបាទភ្ញៀវគាត់ច្រើនភ្លេចតាក់ទងទៅនឹងការ copy ម្ដងគឺសិនរាប់រយស្លឹកបាទអាចចូលពណ៌អញ្ចឹងមួយថ្ងៃអញ្ចឹងបាទអញ្ចឹងទៅគាត់ដាក់50ថ្ងៃអញ្ចឹងដាក់50ថ្ងៃទៅម៉ាស៊ីនវាអាចបាទវាយឺតបាទវាអីអញ្ចឹងទៅបាទដល់ពេលដែលគាត់យកដាក់ក្នុងកន្លែងមួយលុបវិញគឺវាដើរបាទធម្មតាវិញអញ្ចឹងបងណាបាទអញ្ចឹងកន្លែងហ្នឹងក៏មួយបាទមួយទៀតគឺអាចបាទយើងធ្វើបែបហ្នឹងទៅបាទអញ្ចឹងបងណាបាទអញ្ចឹងតាក់ទងទៅនឹងការដើរយឺតបាទ copy ដើរយឺតអីគឺបងធ្វើតាមការណែនាំទៅអាចបានផលរហូតដល់ 90% ដល់បងណាបាទអញ្ចឹងបាទហើយមួយទៀតសិនយើងបាទ copy ច្រើនអីច្រើនយើងបាទមកថា500ស្លឹកអីឬក៏អីនេះយើងសម្រាប់ម្ដងហ្នឹងទៅបាទកុំឲ្យវាច្រើនពេកអញ្ចឹងបាទឬក៏យើងធ្វើតាមការណែនាំរបស់ខ្ញុំទៅអញ្ចឹងបាទអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងបាទសម្រាប់បាទជាជំនួយដល់ការប្រើប្រាស់របស់បងប្អូនណាបងណាបាទអរគុណច្រើនបាទ